សូមជំរាបសួរនិងសួស្តីបងប្អូនអ្នករៀនភាសាទាំងអស់គ្នាអញ្ចឹងយើងបន្តចូលមេរៀនវិជ្ជាករមួយទៀតគឺតមួយ present perfect បច្ចុប្បន្នកាលបរិបូរណ៍សម្រាប់ level B1 អូខេអញ្ចឹងចាំថាតើ present perfect ហ្នឹងវាមានរូបមន្តបែបណាការប្រកបណាយើងនឹងបញ្យល់រៀងលម្អិតទៅក្នុងមេរៀនហ្នឹងជាមួយនឹងដោយរដងជាមួយចម្លើយអញ្ចឹងយើងមាន grammar explanation ជាមួយនឹង questions and answers យើងមានចំណុចមួយជាមួយហ្នឹងដែលត្រូវបញ្យល់នៅក្នុងមេរៀនហ្នឹងយើងមើលចូលដល់ចំណុចដំបូង definition យមន័យចឹងគេថា the present perfect tense is used to connect the past with the present ចឹងpresent perfect នេះឬក៏បច្ចុប្បន្នកាលបរិបូរណ៍ត្រូវបានគេប្រើដើម្បីភ្ជាប់អតីតកាលជាមួយនឹងបច្ចុប្បន្នទេយើងវាអាចមានន័យទៅពីអតីតកាលមកបច្ចុប្បន្នwe use it when យើងប្រើវានៅពេលដែល something happened in the past but is relevant to now ចឹងអ្វីមួយដែលបានកើតឡើងនៅក្នុងអតីតកាលប៉ុន្តែនៅតែតទៅនៅរហូតដល់ពេលឥឡូវមួយទៀត the exact time is not important unlike past simple អញ្ចឹងពេលវេលាជាក់លាក់ហ្នឹងវាអត់សំខាន់ទេមិនដូច past simple ទេបើ past simple យើងត្រូវការពេលវេលាជាក់លាក់តែបើ present perfect គឺយើងមិនចាំបាច់និយាយពីពេលវេលាជាក់លាក់ទេ Okay we talk about life experiences unfinished actions or results in the present អញ្ចឹងយើងនិយាយអំពីបទពិសោធន៍ជីវិតសកម្មភាពដែលមិនទាន់បានបញ្ចប់ហើយនឹងលទ្ធផលក្នុងពេលបច្ចុប្បន្នអញ្ចឹងចំណុចនេះពិសេសអញ្ចឹងអ្វីដែលយើងចំណុចដែលយើងផ្ដោតទៅលើ present perfect គឺទី1គឺតទៅជាមួយអ្វីដែលកើតឡើងនៅក្នុងអតីតកាលប៉ុន្តែវាតទៅរហូតដល់បច្ចុប្បន្នហើយពេលវេលាមិនសំខាន់ទេអត់មានបញ្ជាក់ថាការពីម្សិលមិញទេ clear តែបង្ហាញពីអតីតកាលគឺអត់អាចប្រើបានទេហើយយើងក៏ជជែកអំពីបទពិសោធន៍ជីវិតដែរឬក៏សកម្មភាពមួយចំនួនដែលវាកើតឡើងក្នុងអតីតកាលហើយតែវាអត់បានបញ្ចប់ទេអញ្ចឹងណាហើយយើងក៏ផ្ដោតទៅលើ result ក្នុងពេលបច្ចុប្បន្នដែរមានន័យយើងធ្វើអ្វីមួយពីអតីតកាលហើយមានលេចចេញជាលទ្ធផលនៅក្នុងឥឡូវហ្នឹងយើងអាចជជែកទៅដោយប្រើការទាំងផងដែរអូខេhuman structure របស់វាគឺតម្រងស្រប affirmative គឺ subject have has plus past participle plus object អញ្ចឹង past participle គឺ verb 3អញ្ចឹងយើង verb នៅក្នុងភាសាអង់គ្លេសមាន verb 1 verb 2 verb 3 verb 2គឺ past simple ហើយ verb 3គឺ past participle ដល់ពេល example I have visited Paris ខ្ញុំបានទៅលេងទីក្រុងប៉ារីសអញ្ចឹងយើងមើលមាន have ជាជំនួយហើយ visited ជា verb 3 visited អូខេចំណែក negative វិញយើងមាន subject ខ្លះ have had ដូចគ្នាដែរគាត់ដាក់ not ពីក្រោយ have និង has ទៅហើយរូបមន្តដូចគ្នាទេអញ្ចឹងឧទាហរណ៍ថា I have not ឬក៏ I haven't visited Paris ខ្ញុំមិនបានទៅលេងទីក្រុងប៉ារីសទេអញ្ចឹងយើងធ្វើដាក់ not ពីក្រោយវាទៅជាបដិសេធដែរquestion យើងយក have had ដាក់ពីមុខមកហើយ subject ខ្លះ participle verb 3ហ្នឹងហើយ plus object question mark អញ្ចឹងវាទៅជា question ហើយអានេះជាតម្រង general question ទេ example have you visited Paris តើអ្នកបានទៅលេងទីក្រុងប៉ារីសទេអញ្ចឹងនេះគឺជាតម្រងទី3នៅក្នុង present perfect របស់យើងអូខេយើងមើលបន្តទៀត when do we use present perfect តើយើងប្រើ present perfect ពេលណាអូខេអញ្ចឹងចម្លើយគឺទី1គឺតើទៅមើល life experiences no specific time ចាំថាយើងប្រើ present perfect ចំណុចទី1គឺទៅមួយបទពិសោធន៍ជីវិតរបស់យើងហើយវាអត់មានបង្ហាញពីពេលវេលាដែលវាកើតឡើងទេអូខេ example I have eaten sushi ខ្ញុំបានញ៉ាំ sushi អញ្ចឹងវាជាបទពិសោធន៍របស់យើងហើយ we don't say yesterday here យើងមិននិយាយថាញ៉ាំពេលណាពីមិនមិញទេអូខេជាសូមព្យាបន្តិចទៅមួយចំណងជើង color pass continuous principle ខ្ញុំផ្លេចដូរយើងចាំដាក់វាទៅជា present perfect ផងនេះការបន្ថែមអញ្ចឹងនេះជាឧទាហរណ៍ទី1ទៅជាមួយនឹង life experiences យើងនិយាយពីអ្វីយើងធ្លាប់ធ្វើពីមុនមកនេះនិយាយពីអ្វីធ្លាប់ញ៉ាំទី2 unfinished action ឬក៏ situation with sin or for អញ្ចឹងសកម្មភាពទាំងឡាយណាដែលមិនទាន់បានបញ្ចប់ណាឬក៏ស្ថានភាពឬក៏សកម្មភាពអូខេហើយយើងប្រើវាជាមួយ sin ហើយនិង for ឧទាហរណ៍ថា I have lived in this city for 5 years ខ្ញុំបានរស់នៅទីក្រុងនេះអស់រយៈពេល5ឆ្នាំហើយអញ្ចឹងយើងនាំមកតាំងពីឆ្នាំ5ឆ្នាំមុនឥឡូវយើងនៅតែបន្តរស់នៅបន្តទៀតអញ្ចឹងណាចឹងហ្នឹងគឺសកម្មភាពដែលវាមិនទាន់បានបញ្ចប់អូខេហើយយើងប្រើវាជាមួយ for ឬក៏ sin ដើម្បីបង្ហាញពីអំឡុងពេលដែលបានកើតឡើងហើយshe has worked here since 2020នាងបានធ្វើការនៅទីតាំងពីឆ្នាំ2020អូខេឥឡូវ2026 5-6ឆ្នាំដែរអូខេចឹងនេះគឺជាការសកម្មភាពដែលមិនទាន់បានបញ្ចប់ដែរមួយទៀត recent events with present result ព្រឹត្តិការណ៍ថ្មីដែរអូខេជាមួយនឹងលទ្ធផលពេលបច្ចុប្បន្នអូខេយើងមើលឧទាហរណ៍ he has broken his arm គាត់បានធ្វើអីមានរបួសឬក៏បាក់ដៃរបស់គាត់អញ្ចឹងណាអញ្ចឹងគាត់បានធ្វើអីមួយទៅអញ្ចឹង now his arm is broken អញ្ចឹងលទ្ធផលរបស់គាត់គឺឥឡូវដៃរបស់គាត់បាក់អីអញ្ចឹងណាអញ្ចឹងអានេះគឺជាអ្វីដែលបានកាត់ឡើងវាថាគេការពិតគឺកាត់ឡើងថ្មីទេថាពេលលទ្ធផលគឺឥឡូវគាត់ចេញជាលទ្ធផលហើយអញ្ចឹងណាអូខេ I have lost my keys ខ្ញុំបានបាត់សោអញ្ចឹងយើងឲ្យឥឡូវពងរហមឃើញទេលទ្ធផលគឺបាត់សោហើយមិនថាបាត់ក៏បាត់មុននឹងដែរអញ្ចឹងក៏ប៉ុន្តែវាថ្មីមែនតើអូខេ
Okay មួយទៀតគឺ with time expressions like ចឹងជាទូទៅយើងប្រើ present perfect ជាមួយនឹង clear បង្ហាញពីពេលវេលាដូចជាពាក្យ just ទៅតែ already reward ហ្នឹង yet នៅឡើយ ever thought never មិនដែល recently ថ្មី so far រហូតដល់ពេលឥឡូវចឹងនេះគឺជា clear បង្ហាញពីពេលវេលានៅក្នុង present perfect ចឹងកាលណាយើងរៀនពីការណាមួយយើងត្រូវតែចេះ clear បង្ហាញពីពេលវេលាហ្នឹង Okay example I have just finished my lunch ខ្ញុំទើបតែញ៉ាំអាហារថ្ងៃត្រង់ហើយចឹងជាមួយ just ទើបតែចឹងវាបង្ហាញថាអ្វីមួយទើបតែបានបញ្ចប់ដែរ Okay common mistakes កំហុសសាមញ្ញអញ្ចឹងយើងមើលគេថាទី1 I have seen him yesterday យើងកំហុសសាមញ្ញដែលយើងប្រើជា present perfect គឺការប្រើពេលវេលាដែលខាត់គឺគុំដាក់ clear បង្ហាញពេលវេលាទេ Okay យើងខ្ញុំបានជួបគាត់កាលពីម្សិលមិញអញ្ចឹងបើយើងនិយាយអញ្ចឹងមានថាយើងនិយាយពីអតីតកាលហើយមិនមែន present perfect ទេអញ្ចឹង present perfect អត់មានបញ្ជាក់ពីពេលវេលាទេយើងគួរតែនិយាយថា I saw him yesterday ខ្ញុំបានជួបគាត់កាលពីម្សិលមិញ Okay វាព្រោះយើងមានពេលវេលាច្បាស់លាស់ទី2 I live here since 2015 Okay អញ្ចឹងខ្ញុំរស់នៅទីនេះតាំងពី2015អញ្ចឹងយើងប្រើ present simple ហើយបង្ហាញពីពេលដែលចាប់ផ្ដើមកើតឡើងពេលណាអញ្ចឹងណាចឹងអត់ត្រូវទេអញ្ចឹងគួរតែនិយាយ I have lived here since 2015 ខ្ញុំបានរស់នៅទីនេះអញ្ចឹងយើងរស់នៅពីអតីតកាលតាំងពី2015មកហើយបន្តដល់បច្ចុប្បន្នអញ្ចឹងវាគួរតែប្រើការហ្នឹងដើម្បីបង្ហាញពីសកម្មភាពមួយដែលកើតឡើងក្នុងអតីតកាលបន្តដល់ឥឡូវទៀតមួយទៀតគឺ she has ate lunch អញ្ចឹង has ate អញ្ចឹងពាក្យ ate ហ្នឹងគឺជា verb to ទេនៅក្នុងន័យនេះនៅក្នុងកន្លែងនេះយើងប្រើ have ហើយគួរយើងប្រើ past participle ឬ verb 3យើងប្រយ័ត្នយើងប្រើ verb to នៅក្នុង present perfect អូខេយើងគួរតែនិយាយថា she has eaten អញ្ចឹង eat ate past simple ណា verb 3ទៅជា eaten អញ្ចឹង she has eaten lunch នាងបានញ៉ាំអាហារថ្ងៃត្រង់រួចហើយអូខេអញ្ចឹងមិនប្រើ past simple ទេអូខេឥឡូវយើងបញ្យល់មានតែប៉ុណ្ណេះជួយដល់សំណួរចម្លើយវិញយើងមានប្រហែលសំណួរចម្លើយដែរព្រោះការបញ្យល់រៀងខ្លីដែរទេអូខេជួយសំណួរទី1សួរថា what is the present perfect tense used for តើ present perfect ហ្នឹងត្រូវបានគេប្រើសម្រាប់អ្វីឬក៏យើងសួរថា when do you use present perfect តើយើងប្រើ present perfect នៅពេលណាទី2 what is the structure of the present perfect tense តើ structure មុនវាមិនដែរទី3 which auxiliary verbs do we use with the present perfect អញ្ចឹងតើជំនួយកិរិយាសព្ទណាខ្លះដែលយើងប្រើជាមួយ present perfect ទី4 when do we use present perfect for experience តើយើងប្រើ present perfect សម្រាប់ experience នៅពេលណាដែរទី5 why do we use present perfect for recent actions ហើយយើងប្រើ present perfect សម្រាប់សកម្មភាពថ្មីទៅបញ្ចប់ហ្នឹងហើយទី6 what's the difference between seen and for in the present perfect តើពាក្យ for និង seen វាខុសគ្នាយ៉ាងម៉េចនៅក្នុងការ present perfect ហ្នឹងអូខេឥឡូវយើងឆ្លើយដល់អ្នកគ្នាទី1សំណួរសួរថា what is the present perfect tense used for តើយើងប្រើ present perfect ហ្នឹងគឺដើម្បីអ្វីចម្លើយគឺ it connects the past with the present showing experiences unfinished actions or present results អញ្ចឹងចំណុចសំខាន់គឺវាភ្ជាប់បច្ចុប្បន្នកាលអតីតកាលទៅជាមួយនឹងបច្ចុប្បន្នហ្នឹងវាភ្ជាប់ចូលគ្នាហើយវាក៏បង្ហាញពីបទពិសោធន៍វាបង្ហាញពីសកម្មភាពដែលមិនតបញ្ចប់ឬក៏លទ្ធផលក្នុងពេលបច្ចុប្បន្នអញ្ចឹងនេះគឺជានិយមន័យរបស់វាហើយទី2 what is the structure of the present perfect tense តើរូបមន្តរបស់វាមិនដែរ present perfect ហ្នឹងអញ្ចឹងចម្លើយគឺ subject plus have has plus past participle or verb 3អញ្ចឹងនេះគឺជា structure រូបមន្តរបស់វាទី3 which auxiliary verbs do we use with present perfect តើជំនួយកិរិយាសព្ទណាខ្លះដែលយើងប្រើជាមួយ present perfect អញ្ចឹងចម្លើយមាន2 we use have and has អញ្ចឹង have has គឺជា auxiliary verbs អូខេនៅក្នុង present perfect ហ្នឹងទី4 when do we use present perfect for experiences តើយើងប្រើ present perfect សម្រាប់បទពិសោធន៍នៅពេលណាដែរចម្លើយគឺ when we talk about life experiences without saying exactly when they happened អញ្ចឹងយើងនិយាយនៅពេលដែលយើងនិយាយពីបទពិសោធន៍ជីវិតដោយមិននិយាយពេលវេលាច្បាស់លាស់មិននិយាយច្បាស់លាស់ទេថាតើពេលណាវាកាត់ឡើងអញ្ចឹងណាជានិយាយពីបទពិសោធន៍ជីវិតដោយមិនបញ្ជាក់ពេលវេលាទេអាហ្នឹងយើងប្រើវាសម្រាប់បទពិសោធន៍អូខេ for experiences ទី5 why do we use present perfect for recent actions ហេតុអីបានយើងត្រូវប្រើ present perfect សម្រាប់សកម្មភាពថ្មីៗហ្នឹងហើយផលគឺ we use the present perfect for recent action because the action happened in the past but has a result in the present ជាបញ្ហារបស់វាគឺសកម្មភាពនោះវាបានកើតឡើងក្នុងអតីតកាលមែនក៏ប៉ុន្តែវាមានលទ្ធផលនៅក្នុងពេលបច្ចុប្បន្នហ្នឹងហើយអាហារនេះជាមូលហេតុដែលយើងប្រើវាសម្រាប់សកម្មភាពថ្មីៗហ្នឹងយើងមិនចាំបាច់យើងអត់ប្រើជា past simple តែ past simple វាលែងមានជាឥទ្ធិពលដល់ពេលបច្ចុប្បន្នហើយអូខេហើយទី6 what's the difference between seen and for in present perfect តើចំណុចខុសគ្នារវាង seen and for វាខុសគ្នាយ៉ាងម៉េចទេចម្លើយគឺ seen shows the starting point អូខេsince 2010 and 4 shows the duration for 5 years អញ្ចឹងចំណុចខុសគ្នាគឺ sin ហ្នឹងបង្ហាញពីចំណុចចាប់ផ្ដើម starting point ចំណុចចាប់ផ្ដើមមកថាតាំងពី2010អញ្ចឹងណាហ្នឹងគឺជាចំណុចចាប់ផ្ដើមដល់ពេល 4បង្ហាញពីអំឡុងពេលទៅអស់រយៈពេល5ឆ្នាំ for 5 years អញ្ចឹងចំណុចខុសគ្នាគឺ sin
ចំណុចចាប់ផ្ដើម for គឺរយៈពេលអញ្ចឹងសរុបមកវិញយើងមានតែ6សំណួរទេដើម្បីសួរឆ្លើយទៅដល់មួយ present perfect អូខេហើយមេរៀនយើងការបញ្យល់ខ្ញុំមានប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរអាចយល់វាបានហើយយើងជួបគ្នានៅមេរៀនបន្តទៀត Thank you